បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃហ្នឹងយើងបានស្ងោរតឡាចហើយនឹងចំហុយពងទាបាទមានខ្ទឹមបារាំងហើយក៏ត្រប់បាទហើយក៏អរគុណសម្រាប់ទឹកចិត្តពុកម៉ែបងប្អូនដែលនៅសមរភូមិខាងក្រោយហ្នឹងហើយដែលតែងតែលើកកម្លាំងចិត្តហើយនឹងតែងតែខមមិនល្អជូនដល់បងប្អូនកងទ័ពយើងជួរមុខហ្នឹងហើយក៏ជូនពរដល់ពុកម៉ែបងប្អូនដែលនៅសមរភូមិក្រោយហ្នឹងហើយថែរក្សាសុខភាពហើយនឹងការពារបាទហ្នឹងคนច្រើនណាពុកម៉ែបងប្អូនឥឡូវយើងដាក់ទេបន្តិចពុកម៉ែបងប្អូនដើម្បីមានរសជាតិហឹរបន្តិចដើម្បីយើងហ្នឹងអ្វីដែលយើងចូលចិត្តពុកម៉ែបងប្អូនបន្តិចមកបងប្អូនណាការសំខាន់ពុកម៉ែបងប្អូនដែលខមមិនពាក្យល្អជូនបងប្អូនកងទ័ពយើងជួខាងមុខទល់មុខក៏បានជួមុខក៏បានពុកម៉ែបងប្អូនបាទជាកម្លាំងទឹកចិត្តមួយដែលឲ្យពួកគាត់បានខំប្រឹងប្រែងតស៊ូបាទពុកម៉ែបងប្អូនបាយនេះបែកមាន់ម៉ែសេតបែកមាន់ពងពងជាចំហុយបងប្អូននោះត្រប់ការលើកទឹកចិត្តនៅពុកម៉ែបងប្អូនជារឿងសំខាន់សម្រាប់បងប្អូនកងទ័ពយើងដែលគាត់បាក់ចិត្តឬមួយក៏គាត់មានបញ្ហាផ្លូវចិត្តយើងអាចជាខមមិនលើកទឹកចិត្តឲ្យគាត់ដើម្បីនឹងតែងតស៊ូទៅមុខទៀតបាទសំទោសមកបងប្អូនមួយចំនួនគាត់ថាកំហុសទេសច្រើនពេកឡាគ្រប់ពេលថ្ងៃថាពុកម៉ែបងប្អូនគឺចំណូលចិត្តតែក៏អរគុណសម្រាប់ការខមមិនបាទ